វាច្បាស់លាស់ហើយសូម្បីតែក្នុងប្រមាណថ្ងៃកន្លងទៅវាគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគេចង់វាយគ្នាជាជាងទៅរកសន្តិភាពតាមរយៈតុលាការតែគេថាបើចង់បានដីហ្នឹងចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នាកម្ពុជាមិនមែនខ្វះអាវុធឬខ្វះកម្លាំងដើម្បីវាយគ្នាទេតែកម្ពុជាមិនចង់វាយគ្នាទេកម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ប៉ុន្តែខ្លួនមិនចង់វាយអ្នកណាទាំងអស់ត្រឹមតែមកការពារទឹកដីរបស់ខ្លួនទេហើយតំបន់ទាំង4នេះព្រំដែនជាង8គីឡូម៉ែត្រប៉ុន្តែតំបន់4នេះគឺតំបន់មុំ3ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាកបីគឺมันអាចរកការស្រោចស្រួលគ្នាបានទេទ្វេភាគី100ឆ្នាំទៀតឬ200ឆ្នាំទៀតក៏វាមិនចប់ដែរហើយនឹងវាជាងាយជាមូលហេតុនៃការផ្ទុះសង្គ្រាមរវាងជាតិសាសន៍ទាំងពីរប្រទេសទាំងពីរដូច្នេះហើយបានជាយើងជ្រើសរើសយកដំណោះស្រាយសន្តិភាពតាមរយៈនៃការចរចានិងតាមរយៈនៃការអនុវត្ត